រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះដ្រូននិងមីស៊ីលទ្រង់ទ្រាយធំទៅលើទីក្រុងគៀវនិងតំបន់ផ្សេងទៀតនៃប្រទេសអ៊ុយក្រែនយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានចេញផ្សាយនៅថ្ងៃទី28ខែកញ្ញាបានឲ្យដឹងថាប្រទេសរុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូននិងមីស៊ីលរាប់រយគ្រាប់វាយប្រហារទៅលើទីក្រុងគៀវនិងតំបន់ផ្សេងទៀតនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យដោយបានសម្លាប់មនុស្សយ៉ាងតិច4នាក់និងបង្កឲ្យមនុស្សរាប់សិបនាក់រងរបួសយោធាអ៊ុយក្រែនបាននិយាយថារុស្ស៊ីបានវាយប្រហារដោយយន្តហោះដ្រូនចំនួន595គ្រឿងនិងមីស៊ីល48គ្រាប់ហើយប្រព័ន្ធការពារអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូន568គ្រឿងនិងមីស៊ីល43គ្រាប់ពួកគេបានកត់សម្គាល់ថាគោលដៅសំខាន់នៃការវាយប្រហារគឺរដ្ឋធានីគៀវប្រធានាធិបតី Volodymyr Zelensky បានថ្លែងថាការវាយប្រហារដែលបានអូសបន្លាយជាង12ម៉ោងបានបំផ្លាញគ្លីនិកព្យាបាលបេះដូងរោងចក្រនិងអគារលំនៅឋានក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថាខ្លួនបានធ្វើការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនដោយកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធយោធារួមទាំងអាកាសយានដ្ឋានផងដែរទីក្រុងមូស្គូបានបដិសេធមិនកំណត់គោលដៅលើជនស៊ីវិលនៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែននោះទេទោះបីជាមនុស្សរាប់ពាន់នាក់ត្រូវបានស្លាប់ហើយតំបន់លំនៅឋានត្រូវបានខូចខាតដោយការវាយប្រហាររបស់ខ្លួនក៏ដោយលោក Zelensky បានជំរុញសហគមន៍អន្តរជាតិចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីកាត់ផ្តាច់ចំណូលថាមពលរបស់រុស្ស៊ីដែលផ្ដល់មូលនិធិដល់ការឈ្លានពានរបស់ខ្លួនរហូតមកដល់ពេលនេះអ៊ុយក្រែនបានបរាជ័យក្នុងការបញ្ចុះបញ្ចូលប្រធានាធិបតីអាមេរិកលោក Donald Trump ឲ្យដាក់ទណ្ឌកម្មលើទីក្រុងមូស្គូលោកនិងមន្ត្រីផ្សេងទៀតបានស្នើសុំឲ្យដៃគូអន្តរជាតិផ្ដល់ជំនួយបន្ថែមទៀតដើម្បីការពារដែនអាកាសរបស់អ៊ុយក្រែនប៉ុន្តែប្រព័ន្ធការពារអាកាសមានលទ្ធភាពទទួលបានមានកំណត់ហើយប្រទេសផ្សេងទៀតក៏មានការយកចិត្តទុកដាក់ពង្រឹងការការពាររបស់ពួកគេផងដែរក្រោមការគំរាមកំហែងពីប្រទេសរុស្ស៊ីលោក Zelensky បានថ្លែងថាការវាយប្រហារកាលពីថ្ងៃអាទិត្យបានកំណត់គោលដៅលើតំបន់ជាច្រើនរួមទាំងទីក្រុងភាគខាងត្បូងសាប៊ូរីសៀជាទីដែលអាជ្ញាធរបាននិយាយថាមនុស្សយ៉ាងតិច16នាក់បានរងរបួស